នៅក្នុងប្រទេសកម្ពុជានៃការអ្នកឆ្លងម៉ូតូបែប Dot Sport មានការកើនឡើងជាក់ស្ដែងហាងម៉ូតូមួយចំនួនបាននាំចូលម៉ូតូប្រភេទនេះយ៉ាងច្រើនមកលក់ក្នុងទីផ្សារប្រទេសយើងសួស្ដីបងប្អូននេះជាអ្នកដែលឆ្លាញ់ចូលចិត្តម៉ូតូស្វាគមន៍មកកាន់ម៉ូតូZoneម៉ូតូបែប Dot Sport ជាប្រភេទម៉ូតូមួយបែបដែលអាចជិះបានទាំងផ្លូវស្រួលនិងផ្លូវលំបាកលក្ខណៈ Off-road ហើយមានកំហុសច្រើនបានពីវាមកដើម្បីបំពេញតម្រូវការទីផ្សារជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាមានម៉ូតូជាច្រើនកំពុងលក់ទីផ្សារមានទាំងម៉ូតូមួយទឹកនិងម៉ូតូថ្មីតែម៉ូតូទាំងនោះមានម៉ាកបីខ្លះតោះតាមដានវីដេអូនេះទាំងអស់គ្នាលេខ6គឺ BMW G 310GS ជាប្រភេទ Dot Sport Motorcycle របស់ក្រុមហ៊ុន BMW មានកម្លាំងទាបដោយវាត្រូវបានបំពាក់ម៉ាស៊ីនជាប្រភេទ Piston 1 DOHC ដំណើរការចំផេះមាន4វគ្គមានសុប៉ាប់ចំនួន4ព្រមទាំងមានប្រព័ន្ធប្រអប់លេខ6វគ្គផ្សំលម្អដោយប្រេងម៉ាស៊ីនកំហាប់ 15W50 ចំណុះ 1.65 លីត្រមានប្រព័ន្ធបាញ់សាំងជាប្រភេទបិចសាំងជាមួយនឹង gear ប្រភេទ gear ភ្លើង Electronic Ride by Wire Throttle ធ្វើឲ្យការដំឡើង gear មានស្ទុះកាន់តែខ្លាំងទាន់ចិត្តម៉ាស៊ីននេះផលិតកម្លាំងបាន34សេតក្នុងកម្រិតជុំម៉ាស៊ីន 9250 rpm និងកម្រិតរមូល 28 Nm ក្នុងកម្រិតជុំម៉ាស៊ីន 2500 rpm ចំណែកឯកម្រិតស៊ីប្រេងប្រហែល30 km ប៉ុណ្ណោះក្នុង1លីត្រBMW G 310GS នេះមានកម្ពស់ពីដីទៅម៉ាស៊ីន 220 mm កម្ពស់កែប 235 mm និងទម្ងន់ 196 kg ម៉ូតូនេះផងដែរត្រូវបានបំពាក់ប្រព័ន្ធបូមដែលមានលក្ខណៈទន់ល្អដោយបូមមុខជាប្រភេទ Upside Down Fork 41 mm និងបូមក្រោយជាប្រភេទ Monoshock Link Suspension បូមមុខភ្ជាប់ជាមួយកង់មានទំហំ 110/80 R19 និងកង់ក្រោយមានទំហំ 150/70 R17ទាំងកង់មុខនិងកង់ក្រោយបំពាក់ប្រាំងដេកភ្ជាប់ជាមួយនឹងមុខងារ BMW Motorrad ABS ចំណែកឯតម្លៃនៅក្នុងទីផ្សារប្រទេសយើងវិញប្រហែល $8,500 សហរដ្ឋអាមេរិកចំណែកឯលេខ5គឺ CS Moto 150MT ជាម៉ូតូបែប Dot Sport របស់ប្រទេសចិនដែលមានការ design ស្រស់ស្អាតនិងទាក់ទាញដោយវាបានផលិតឡើងនៅលើគ្រោងឆ្អឹងជាប្រភេទ Trellis Frame មានភាពរឹងមាំម៉ូតូនេះបំពាក់កញ្ចក់ម៉ាស៊ីនដែលមានការ design ថ្មីរបស់ CL Moto មាន piston ចំនួន2 Parallel Twin កម្លាំង 446cc DOHC ដំណើរការចំហែ4តង់មានសុប៉ាប់ចំនួន4ប្រអប់លេខ6វគ្គបញ្ចុះកម្ដៅដោយទឹកស្អំសាបរំអល់កាត់បន្ថយសំណុកដោយប្រេងម៉ាស៊ីនកម្លាំង 10W40 ចំណុះ 2.5 លីត្រមានប្រព័ន្ធបាញ់សាំងជាប៊ិចសាំងប្រភេទ Bosch EFI ម៉ូតូនេះផងដែរមានកម្ពស់ពីដីទៅម៉ាស៊ីន 220 mm និងកម្ពស់កាបអាចសេរីបានពី800ទៅ840 km និងមានទម្ងន់ 145 kg ហើយមានចំនួនតុងសាំង 17 លីត្រ CA Moto 150MT បំពាក់បូមមុខជាប្រភេទ KYD Upside Down Fork 41 mm និងបូមក្រោយជាប្រភេទ Monoshock Link Suspension បូមខាងមុខភ្ជាប់ជាមួយនឹងកង់មានទំហំ 90/90 R21 ចំណែកឯកង់ក្រោយមានទំហំ 140/70 R18 កង់ទាំងពីរជាប្រភេទគ្មានពោះវៀនម៉ូតូនេះបំពាក់ប្រាំងដេកមកក្រោយព្រមជាមួយនឹង Bosch Dual Channel ABS Brake ដែលអាចសេរីបិទបាននៅកង់ក្រោយនៅពេលដែលយើងជិះ Off-road ចំណែកឯតម្លៃវិញគឺខ្ទង់ $8,500 សហរដ្ឋអាមេរិកក្នុងទីផ្សារប្រទេសយើងចំណែកឯលេខ4គឺ Royal Enfield Himalayan 450វាជាម៉ូតូ Dot Sport Adventure របស់ក្រុមហ៊ុន Royal Enfield ដែលមានឈ្មោះបោះសម្លេងយូរឆ្នាំមកហើយម៉ូតូនេះបានធ្វើការ design ថ្មីទាំងស្រុងដោយបំពាក់ម៉ាស៊ីន piston 1ជាប្រភេទ DOHC មានសុប៉ាប់ចំនួន4មានប្រអប់លេខ6វគ្គភ្ជាប់ជាមួយនឹងមុខងារ Assist and Slipper Clutch បញ្ចុះកម្ដៅដោយទឹកស្អំប្រើប្រេងរំអិលកំហាប់ 10W40 ចំណុះ 2.1 លីត្រដំណើរការបាញ់សាំងដោយប៊ិចសាំងមានទំហំ 42 mm throttle body ជាមួយនឹងបច្ចេកវិទ្យា gear ភ្លើង Ride by Wire System ដល់ថាពលក្នុងការបើកបរដោយធុងសាំងចំណុះ 17 លីត្រហើយឯកម្រិតស៊ីប្រេងវិញត្រឹមតែ30 km ប៉ុណ្ណោះក្នុង1លីត្រម៉ាស៊ីនថ្មីនេះផលិតកម្លាំងបាន 40 PS ក្នុងកម្រិតជុំម៉ាស៊ីន 8000 rpm និងកម្រិតរមូល 40 Nm ក្នុងកម្រិតជុំម៉ាស៊ីន 5500 rpm កម្លាំងប៉ុណ្ណេះអាចតស៊ូបានគ្រប់ស្ថានភាពផ្លូវលើសពីនេះទៅទៀតម៉ូតូ Himalayan 150ថ្មីនេះមានកម្ពស់ពីដីទៅម៉ាស៊ីន 230 mm កម្ពស់កាបអាចជ្រើសរើសបានពី805ទៅ825 mm និងមានទម្ងន់សរុប 198 kg ម៉ូតូចំនួនថ្មីនេះបានបំពាក់ប្រព័ន្ធបូមថ្មីរបស់ក្រុមហ៊ុន Showa ដោយបូមមុខជាប្រភេទ Upside Down Fork 43 mm Long Travel
និងបូមក្រោយជាប្រភេទ monoshock link suspension កង់គឺជាគ្រឿងបង្គុំដែលភ្ជាប់ទៅនឹងបូមដោយកង់មុខបំពាក់សម្បកកង់មានទំហំ 90/20R21 និងកង់ក្រោយមានទំហំ 140/80R17 កង់ទាំងពីរភ្ជាប់ជាមួយនឹងប្រព័ន្ធបញ្ឈប់ម៉ូតូជាប្រភេទ Franklin មានមុខងារ ABS ដែលអាចសេរីបិទបើកបានក្រៅពីការរៀបរាប់ខាងលើ The All New Royal Enfield Himalayan 250ក៏មាននៅចំណុចពិសេសផ្សេងទៀតដែលជាកុងទ័រថ្មីជាប្រភេទ TFT display មានមុខងារបង្ហាញផ្លូវរួចជាស្រេចរួមជាមួយនឹងជម្រើសការបើកបរ driving mode មុខងារដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទជាដើមចំណែកតម្លៃក្នុងប្រទេសកម្ពុជាយើងវិញបងប្អូនអាចទៅសួរនាំនៅ Royal Enfield Cambodiaមិនទាន់អស់នៅឡើយទេទី2គឺ Honda NX 400ជា model មួយដែលស្នងពី CB 400X តា NX 400មានលក្ខណៈពិសេសខ្លះម៉ូតូនេះត្រូវបានបំពាក់ម៉ាស៊ីនថ្មីកម្លាំង396 cc ជាប្រភេទ DOHC មានស៊ីឡាំង2 Super ជាមួយ8មានប្រអប់លេខ6វគ្គភ្ជាប់ជាមួយនឹងមុខងារ Assist and Step Clutch បញ្ចុះកម្ដៅដោយទឹកស្អំប្រើប្រេងលំអិលកាត់ម៉ូទ័រសំណាប់ចំណុះ 2.7 លីត្រមានកម្រិត 10W30 ម៉ាស៊ីននេះប្រើប្រព័ន្ធបាញ់សាំងជាប្រភេទបិចសាំង PGM-FI ផ្គត់ផ្គង់សាំងដោយធុងសាំងចំណុះ 17 លីត្រចំណែកឯកម្រិតស៊ីប្រេងត្រឹមតែ 41 គីឡូម៉ែត្រប៉ុណ្ណោះក្នុង1លីត្រម៉ូតូនេះមានកម្ពស់ពីដី 150 មីលីម៉ែត្រកម្ពស់កាត់ 802 មីលីម៉ែត្រនិងទម្ងន់ 196 គីឡូក្រាមបូមគឺជាកត្តាសំខាន់មួយចំពោះម៉ូតូបែប Doll Sport ដោយបូមបានបំពាក់នៅបូម Upside Down Fork 41 មីលីម៉ែត្ររបស់ Sova និងបូមក្រោយជាប្រភេទ Monoshock Link Suspension ម៉ូតូ NX 400ភ្ជាប់ជាមួយនឹងកង់មុខមានទំហំ 100/80/19 MC និងកង់ក្រោយមានទំហំ 160/60/17 MC កង់ទាំងពីរមានភ្ជាប់នៅមុខងារ ABS ចំណែកឯតម្លៃក្នុងប្រទេសកម្ពុជាយើងវិញអាចប្រែប្រួលទៅតាមហាងនីមួយៗនៅរាជធានីភ្នំពេញចំណែកម៉ូតូដែលជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងចំណោម6 model ដែលខ្ញុំបានរៀបរាប់នេះគឺ Honda CRF 250L និង Rally Option ជប៉ុនវាជាប្រភេទកូនបើនៅក្នុងចំណោមម៉ូតូ Doll Sport Adventure របស់ក្រុមហ៊ុន Honda ម៉ូតូទាំងពីរនេះប្រើប្រាស់គ្រឿងឆ្អឹងនិងម៉ាស៊ីនតែមួយដោយវាបានបំពាក់នូវម៉ាស៊ីនកម្លាំង 250cc ជាប្រភេទ DOHC មានពីស្ទង់ចំនួន1 Super 4បញ្ចូលកម្ដៅដោយទឹកស្អំដូចទៅនឹងម៉ូតូផ្សេងទៀតដែលបានរៀបរាប់ខាងលើដែរហើយវាប្រើប្រេងលំអិលកំហាប់ 10W30 ចំនួន 1.8 លីត្រដំណើរការដោយបិចសាំង PGM-FI ចំណែកកម្រិតស៊ីសាំងត្រឹមតែ 47.5 គីឡូម៉ែត្រក្នុង1លីត្រម៉ូតូនេះមានកម្ពស់ពីដីទៅម៉ាស៊ីន 245 មីលីម៉ែត្រទៅ 285 មីលីម៉ែត្រកម្ពស់កែបពី 830 ទៅ 880 មីលីម៉ែត្រនិងទម្ងន់ 141 គីឡូក្រាមដោយសារតែវាជាម៉ូតូដែលប្រអប់ទៅលើការជីកឡើងមកច្រើនវាបានបំពាក់បូមមុខជាប្រភេទបូមផ្កាប់ 43 មីលីម៉ែត្ររបស់ក្រុមហ៊ុន Sova និងបូមក្រោយជាប្រភេទ Pro Link Monoshock Suspension ហើយភ្ជាប់ជាមួយនឹងកង់មុខទំហំ 80/100R21 និងកង់ក្រោយមានទំហំ 120/80R18 កង់ទាំងពីរមានភ្ជាប់នៅមុខងារ ABS ដែលអាចបិទនៅកង់ក្រោយបាននៅពេលដែលយើងជិះផ្លូវ off-road ចំណែកឯតម្លៃវិញប្រហែល$7,000នៅក្នុងទីផ្សារប្រទេសយើងសរុបមកម៉ូតូបែប Doll Sportនេះពិតជាមានការពេញនិយមច្រើននៅក្នុងប្រទេសកម្ពុជាយើងចំពោះចំណាប់អារម្មណ៍របស់ខ្ញុំស្រឡាញ់ Honda CRF 250L ជាងពីព្រោះវាមានការ design ស្រស់ស្អាតនិងមានទីផ្សារល្អជាងប៉ុន្តែវាមានតម្លៃថ្លៃជាងគេដែរបើឲ្យរើសទៅខាងលើដែលដល់ទៅលើតម្លៃនេះខ្ញុំច្បាស់ជារើសយក Royal Enfield Himalayan 450ពីព្រោះវាមានតម្លៃប្រកួតប្រជែងជាមួយនឹង Honda CRF 250L តើបងប្អូនគ្នាយល់យ៉ាងណាដែរចំពោះការលើកឡើងខាងលើអំពីម៉ូតូ6 model សូមធ្វើការបញ្ចេញយោបល់បងប្អូនក្នុងខមមិនខាងក្រោមខ្ញុំបាន Mr. Moto សូមអរគុណសូមជម្រាបលាបាយបាយ